គ្រូជំរឿនជាតិអេស្ប៉ាញថាយ៉ាម៉ាល់សមនឹងឈ្នះបាឡុនដូលោក Luis de la Fuente ដែលជាគ្រូបង្វឹករបស់ជំរឿនជាតិអេស្ប៉ាញសរសើរយ៉ាម៉ាល់ថារូគេសមនឹងឈ្នះបាឡុនដូបើតាមកម្រិតសមត្ថភាពដែលគេលេងនៅលើទីលានការលើកឡើងរបស់លោក Fuente នេះធ្វើឡើងបន្ទាប់ពីកីឡាករដែលមានវ័យ17ឆ្នាំរូបនេះជួយឲ្យអេស្ប៉ាញយកឈ្នះទៅលើក្រុមការពារតំណែងជើងឯក UEFA Nation League គឺក្រុមជំរឿនជាតិបារាំងដែលបញ្ចប់ដោយលទ្ធផល5-4ហើយនៅក្នុងនោះផងដែរ Lamine Yamal បានសុទ្ធបញ្ចូលទី2គ្រាប់នៅក្នុងជ័យជំនះដ៏អស្ចារ្យមួយនេះដោយឡែកនៅក្នុងជំនួបទាំងពីរនេះក៏ត្រូវបានគេចាត់ទុកផងដែរថាជាការប្រកួតរវាងកីឡាករដែលកំពុងតែនាំមុខប្រជែងពានរង្វាន់បាឡុនដូឆ្នាំ2025ដែលក្នុងនោះរួមមាន Yamal ដែលជួយបាសេឡូណាឈ្នះពានក្នុងស្រុកទាំងអស់ទល់នឹងកីឡាករ Ousmane Dembélé ដែលគេបានឈ្នះពានរង្វាន់ជាច្រើនផងដែរជាមួយនឹង Paris Saint-Germain ជុំវិញរឿងការប្រៀបធៀបកីឡាករទាំងពីររូបនេះលោក Fonte បានចេញមុខគាំទ្រ Yamal ថា Yamal សមនឹងឈ្នះបាឡុនដូតាមរយៈទេពកោសល្យរបស់គេហើយលោក Fonte ក៏បាននិយាយដូចនេះថា Yamal គេបានប្រកាសរួចមកហើយនោះបានបង្ហាញថាគេអាចនឹងឈ្នះពានបាឡុនដូគេជាកីឡាករល្អមួយរូបនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះហើយបើតាមគំនិតខ្ញុំពិតណាស់គេពិតជាសមនឹងអាចឈ្នះពានបាឡុនដូគូជម្រាបជូនផងដែរថា Yamal នឹងត្រូវមានភារកិច្ចបន្តជួយជំរឿនជាតិអេស្ប៉ាញនៅក្នុងការប្រជែងយកពានរង្វាន់ជើងឯក UEFA Nation League ដោយលេងទល់ជាមួយនឹងក្រុមប៉ូទុយហ្គាល់នៅថ្ងៃទី8ខែមិថុនានៅក្នុងកីឡដ្ឋាន Allianz Arena នៅក្នុងទីក្រុងម៉ូនិកតើប្រិយមិត្តអ្នកស្ដាប់យល់ថាពានរង្វាន់បាឡុនដូឆ្នាំ2025គួរតែបានទៅលើ Lamine Yamal ឬក៏ Ousmane Dembélé ឬក៏កីឡាកររូបណាដែរសូមជួយចែករំលែកនៃការយល់ឃើញរបស់លោកអ្នកនៅក្នុង comment ខាងក្រោមសូមអរគុណ